ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផ្ទះនៅខាងភ្នំទឹកប្តីធ្វើហើយផ្ទះនេះធ្វើហើយសម្រាប់បាន 100% ហើយចំណែកឯមួយផ្ទះនេះវិញគឺសាមញ្ញធម្មតាសម្រាប់រស់នៅសម្រាប់គ្រួសារតូចរស់នៅគឺម៉ាអេមចំណែកឯបន្ទប់ដេកវិញគឺធំទូលាយនិងបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ធ្វើផ្ទះអាចទាក់ទងទៅកាន់មេធំខ្ញុំបានឈ្មោះស៊ីថុនហៅក្រៅហៅមេបិនឬក៏អាចទាក់ទងតាមលេខទូរស័ព្ទនិង Telegram គាត់ក៏បានដែររីឯផ្ទះនេះវិញទទឹង12បដោយ6ចំណែកបន្ទប់ដេកមាន3បន្ទប់ដេកនិងបន្ទប់ទឹក3គឺធំទូលាយសម្រាប់បងប្អូនរស់នៅមកអេមបណ្ដោយហើយក៏អរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់បើពុកម៉ែបងប្អូនចង់ធ្វើផ្ទះអាចទំនាក់ទំនងខាងជាងសំណង់ព្រំទឹកប្តីបាន